ជំរាបសួរបាទខ្ញុំមកពុទ្ធចន្ទថាខ្ញុំជា CEO និង Founder របស់ក្រុមហ៊ុន Agro Cambodia បាទក្រុមហ៊ុនខ្ញុំបានផ្ដល់សេវាកម្មតាក់ទងនឹងកម្មវិធី B3 ដែលជាកម្មវិធីសម្រាប់បងប្អូនដែលចង់ទៅរស់នៅអាមេរិកតាមរយៈដែលធ្វើការគ្មានជំនាញតាមការឲ្យដឹងពីលោកពុទ្ធចន្ទថានាយកក្រុមហ៊ុន Agro Cambodia ថ្លែងប្រាប់អ្នកសារព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាក្រុមហ៊ុន Agro Cambodia គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលអាចផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងចង់ទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈធ្វើការងារដែលមានតម្លៃសេវាកម្មសមរម្យត្រឹមតែ$18,500អាមេរិកបើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃបើចង់ដាក់ពាក្យតាមរយៈកម្មវិធីនេះបេក្ខជនគួរតែមកប្រឹក្សាយោបល់ផ្ទាល់ជាមួយក្រុមហ៊ុនជាមុនសិនដើម្បីពិនិត្យមើលទៅលើលក្ខណៈសម្បត្តិរបស់ខ្លួនសិក្សាលើកិច្ចព្រមព្រៀងនិងលក្ខខណ្ឌនានាឲ្យបានច្បាស់លាស់យល់ដឹងពីហានិភ័យនិងអត្ថប្រយោជន៍ជាពិសេសត្រូវដឹងពីដំណើរការឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តដាក់ពាក្យលោកបន្ថែមទៀតថាកម្មវិធី EB3 គឺជាកម្មវិធីសម្រាប់ប្រជាជនទូទាំងពិភពលោកដោយផ្ដល់ឱកាសឲ្យតែ10000 Green Card តែប៉ុណ្ណោះក្នុងមួយឆ្នាំសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងចង់ដាក់ពាក្យតាមរយៈកម្មវិធី EB3 នេះបានបេក្ខជនត្រូវមានសុខភាពល្អមិនមានជំងឺរ៉ាំរ៉ៃឬជំងឺឆ្លងជាសាធារណៈជាពលរដ្ឋល្អមិនមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឬបទព្រហ្មទណ្ឌនិងមានឯកសារនិងព័ត៌មានផ្ទាល់ខ្លួនត្រឹមត្រូវទាំងអស់សូមបញ្ជាក់ថាកម្មវិធី VTC នេះផ្ដល់អត្ថប្រយោជន៍យ៉ាងពិសេសហើយច្រើនដល់បេក្ខជនដាក់ពាក្យនិងក្រុមគ្រួសារអត្ថប្រយោជន៍ទី1គាត់ទទួលបានសិទ្ធិរស់នៅប្រទេសអាមេរិកអចិន្ត្រៃយ៍ទាំងគ្រួសារបាទហើយប្រពន្ធពេលទៅដល់ក៏អាចធ្វើការបានដែរសំខាន់គាត់រស់នៅបាន5ឆ្នាំគាត់អាចសុំយកសញ្ជាតិអាមេរិកបានគឺយកប៉ាសពតតែម្ដងបាទហើយសំខាន់មួយទៀតគឺគាត់អាចបានកូនចូលរៀនអត់អស់លុយទេរហូតដល់អាយុ18ឆ្នាំបាទហើយអត្ថប្រយោជន៍មួយទៀតគឺគាត់អាចធ្វើអាជីវកម្មបើករកស៊ីផ្សេងបានទាំងអស់ដូចអ្នកនៅអាមេរិកអញ្ចឹងបាទកម្មវិធីនេះវាក៏អនុញ្ញាតឲ្យបេក្ខជននិងគ្រួសារពេលគាត់ចាស់ទៅគាត់មានលុយចូលរីត្រែតព្រោះពេលគាត់ធ្វើការគេនឹងកាត់លុយគាត់សម្រាប់ការបង់ពន្ធណាបាទសូមបញ្ជាក់ថាកម្មវិធី EB3 នេះតម្លៃសេវាកម្មខុសគ្នាទៅតាមក្រុមហ៊ុនមួយបាទចំណែកក្រុមហ៊ុនខ្ញុំតម្លៃសេវាកម្មគឺមានតែ$18,500ទេហើយបង់ជា4ដងបាទឯសេវាផ្សេងទៀតដូចជាសេវាបកប្រែសេវាលើកទឹកកោតូហើយនឹងថ្លៃយន្តហោះហ្នឹងគឺបងប្អូនជាបេក្ខជនគាត់បង់ខ្លួនឯងបងណាហើយក្រុមហ៊ុនខ្ញុំធ្វើសេវាកម្ម4-5អត់យកលុយទេពេលគាត់ទៅដល់អាមេរិកមានន័យថាខ្ញុំជួយគាត់រកកន្លែងស្នាក់នៅជួយទទួលគាត់ពីវិទ្យាយន្តហោះជួយចុះឈ្មោះកូនគាត់ចូលរៀនជួយនាំគាត់ទៅកន្លែងធ្វើការជួយបើកកុងធនាគារហើយនឹងសូមជួយគាត់ក្នុងការសូមបានបើកបរផងដែរបាទសូមបញ្ជាក់ដែរថាកម្មវិធី EB3 បានបង្កើតឡើងតាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្ននេះមានដៃគូសហការជាច្រើននៅតាមបណ្ដាប្រទេសនានាដូចជាប្រទេសឌូបៃ បង់ក្លាដេស ប៉ាគីស្ថាន អេស្ប៉ាញ ហ្វីលីពីន និងប្រទេសវៀតណាមជាដើមដើម្បីឲ្យបងប្អូនខ្មែរយើងយល់ច្បាស់អំពីកម្មវិធី B3 គឺខ្ញុំបានអញ្ជើញលោកមីតាវីផូរ៉ូប៊ីហ្នឹងមកពីអាមេរិកផ្ទាល់មករៀបចំជាសិក្ខាសាលាម្ដងនៅឆ្នាំ2023ហើយថ្មីនេះនៅឆ្នាំ2025តែម្ដងដោយក្នុងនោះលោកមីតាវីគាត់បានចែករំលែកបទពិសោធន៍ដែលគាត់បានរៀបចំកម្មវិធី B3 នេះតាំងពីឆ្នាំ2007មកឯខ្មែរយើងក៏ចាប់ដើមធ្វើនៅឆ្នាំ2016បាទក្រោយពីបានចូលរួមសិក្ខាសាលាខ្ញុំឃើញថាមានបេក្ខជនគាត់មកចាប់អារម្មណ៍ដាក់ពាក្យច្រើនដែលគាត់បានយល់ច្បាស់ហើយគាត់មានទំនុកចិត្តជាងមុនដោយសារមីតាវីគាត់បានបង្ហាញអស់នៅព័ត៌មានពិតទាំងអស់ភ្ញៀវទាំងអស់មានឱកាសសួរគាត់បានច្រើនតាក់ទងនឹងកម្មវិធី B3 តាក់ទងនឹងផលលំបាកឬក៏អត្ថប្រយោជន៍ផ្សេងៗដែលអាចកើតមានដែលគាត់ទទួលបានពេលដល់អាមេរិកហើយនៅស្រុកខ្មែរជាដើមបាទ
សូមបញ្ជាក់ថាបើសិនជាគាត់ដាក់ពាក្យតាមក្រុមហ៊ុនរបស់ខ្ញុំគឺខាងខ្ញុំមានក្រុមហ៊ុនធានាស្រាប់ហើយខ្ញុំមានមេធាវីល្អដែលគាត់មានបទពិសោធន៍ជំនាញច្បាស់លាស់ក្នុងការជួយបងប្អូនឲ្យទទួលបានជោគជ័យពិតប្រាកដបាទហើយខាងខ្ញុំមានប្រព័ន្ធធ្វើការរួមគ្នាជាមួយនឹងក្រសួងការងារក្រុមហ៊ុនធានាជាមួយមេធាវីមានថា3ចូលគ្នាទាំងនៅខ្មែរនិងអាមេរិកបាទហើយបច្ចុប្បន្ននេះខ្ញុំធ្វើការផ្ទាល់ជាមួយមេធាវីតែម្ដងហើយតាំងពីដំណើរការដល់បច្ចុប្បន្ននេះខ្ញុំបានជួយបងប្អូនខ្មែរយើងច្រើនណាស់ដែលឲ្យបានដាក់ពាក្យទៅរស់នៅអាមេរិកបច្ចុប្បន្ននេះមានបេក្ខជនជាច្រើនកំពុងតែរងចាំសម្ភាសនៅឯស្ថានទូតអាមេរិកផងដែរបាទបើនិយាយពីតួលេខពិតប្រាកដនោះគឺមេធាវីបញ្ជាក់ថាបានរាប់ពាន់អ្នកហើយអ្នកខ្មែរយើងវាមិនទាន់បានច្រើនណាស់ដូចប្រទេសគេទេដោយសារយើងទើបចាប់ផ្ដើមខ្លាំងនៅឆ្នាំ2020ឬ21នឹងទេកម្មវិធីនេះវាបើកចំហចំពោះមនុស្សទូទៅទាំងអស់អញ្ចឹងបានថាពេលណាខ្ញុំប្រកាសជ្រើសរើសអ្នកដាក់ពាក្យសូមបងប្អូនរស់រានឡើងបើសិនជាបងប្អូនមិនរស់រានទេបងប្អូនបាក់កន្លែងអត់ទាន់គេទេបងប្អូនខាត់ពេលវេលាអញ្ចឹងបងប្អូនចាំកាន់តែយូរទៅសូមបញ្ជាក់ថាបើសិនបងប្អូនចាប់អារម្មណ៍ចង់ដាក់ពាក្យទៅតាមកម្មវិធី BC នេះបងប្អូនអាចតាក់ទងលេខ Telegram 012 968 568សូមមេត្តាតាក់ទងតែតាម Telegram ទេសូមកុំខលមកបាទអរគុណច្រើនបាទ